ការបង្កើតមានការដែលមានកំណត់បង្កើតនៅរបស់ថ្មីនេះគឺជាមោទនភាពមួយរបស់យើងជាមោទនភាពរបស់ខ្ញុំគឺថាកូនខ្មែរយើងអាចបង្កើតជា robot អាចធ្វើជាឧបករណ៍អេឡិចត្រូនិកផ្សេងៗមិនអន់ជាងខាងគេប្រហែលទេតែនេះជា robot ដែលអាចរាំបានដែលរាំជារបៀប robot បាទហើយនឹងវាអាចស្ដាប់ភ្លេងបាទហើយនៅក្នុងពេលនេះយើងជួបគ្រូដែលអញ្ជើញមកពីសាលាតែមួយមានអារម្មណ៍យ៉ាងម៉េចដែរវាយនិយាយអារម្មណ៍និយាយត្រង់ទៅភ័យបងព្រោះជាលើកទី1គិតដំបូងគេគឺខ្លាចចៃដន្យសយរបស់យើងថា LAN error ខ្ញុំភ័យខ្លាចជាងគេគឺលើ motor ដល់វាផ្ដាច់គ្រាប់ហ្នឹង motor គឺធ្វើការច្រើនវាដល់រត់ច្រើនជុំពេកគឺភ័យខ្លាចវាខូចគម្រោងបន្ទាប់ខ្ញុំហើយនឹងសមាជិកក្រុមខ្ញុំនេះបានសហការគ្នាធ្វើនៅគម្រោងមួយទៀតគឺថា robot រើសសម្រាមក្រុមពួកខ្ញុំហ្នឹងគឺចង់ធ្វើអ្វីដែលអាចបម្រើដល់មនុស្សបាទពុំបានចែករំលែកមោទនភាពកូនខ្មែររបស់អ្នកជាមួយកម្មវិធីរបស់យើងហើយវាអសរទំនុកជ្រូក Proud Cambodian វីដេអូនេះមានមោទនភាពនាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential កម្ពុជា